ប្រាក់ចំណូលរបស់ក្រុមហ៊ុនអ៊ីនធឺណិតយក្សចិនមួយដែលមានឈ្មោះថា Tencent សម្រាប់ឆ្នាំ2024បានកើនឡើង 8% ពីមួយឆ្នាំទៅមួយឆ្នាំដើម្បីឈានដល់ 660.3 ពាន់លានយ៉ន ប្រហែលជា 92.02 ពាន់លានដុល្លារសហរដ្ឋអាមេរិក បាទនេះបើយោងទៅតាមលទ្ធផលហិរញ្ញវត្ថុរបស់គេដែលបានចេញផ្សាយកាលពីថ្ងៃពុធ ប្រាក់ចំណេញសរុបនិងប្រាក់ចំណេញបរិវត្តរបស់ Tencent ក៏បានកើនឡើង 19% និង 24% កាលពីឆ្នាំមុនរៀងរាល់ឆ្នាំនៅក្នុងត្រីមាសទី 4 តែម្នាក់ឯងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានកើនឡើង 11% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 172.45 ពាន់លានយ៉ន ខណៈនៅពេលដែលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង 21% ដល់ 59.48 ពាន់លានយ៉ន បច្ចេកវិទ្យា AI បានដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញការច្នៃប្រឌិតអាជីវកម្មក៏ដូចជាជំរុញកំណើនគុណភាពខ្ពស់ពេញមួយឆ្នាំនេះបើយោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុទន្ទឹមនឹងនេះសមាជិកភាពបង់ប្រាក់របស់ Tencent Video បានបន្តបំពង្រីកឈានដល់ 113 លាននាក់ក្នុងមួយឆ្នាំ 2024 ខណៈពេលដែលប្រាក់ចំណូលពីការជាមន្ត្រីប្រចាំឆ្នាំរបស់ខ្លួនបានកើនឡើងដល់ 15.23 ពាន់លានយ៉ន កើនឡើង 25.9% ពីមួយឆ្នាំទៅមួយឆ្នាំជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេច comment នៅខាងក្រោមនិងចុច share ម្នាក់មួយផង